សូមគោរពអ្នកអង្គការសំអាងប្រធានក្រុមប្រឹក្សាពិបាលនៃធនាគារវឌ្ឍនៈសមាជិកសមាជិកាក្រុមប្រឹក្សាពិបាលសហសេវកនិងសហការីទាំងអស់ជាទីស្រឡាញ់រាប់អានថ្ងៃនេះតាំងនាមក្រុមប្រឹក្សាពិបាលនៃធនាគារវឌ្ឍនៈនិងរូបខ្ញុំផ្ទាល់សូមផ្ញើក្តីនឹករលឹកពីចម្ងាយជូនដល់សហសេវកនិងសហការីទាំងអស់ក្នុងឱកាសនៃថ្ងៃអបអរសាទរខួបអនុស្សាវរីយ៍លើកទី23នៃការបង្កើតធនាគារវឌ្ឍនៈរបស់យើងទាំងអស់គ្នាពេលវេលាពិតជាកន្លងផុតទៅលឿនណាស់មួយប្រពេចភ្នែកធនាគារវឌ្ឍនៈបានបើកដំណើរការផ្ដល់សេវាកម្មជូនអតិថិជនរយៈពេល23ឆ្នាំហើយនិងបានទទួលមេរៀននិងបទពិសោធន៍ជាច្រើនដែលសុទ្ធសឹងជាចំណេះដឹងល្អៗដែលអាចដកស្រង់យកមកចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីរួមគ្នាស្វែងរកកលានុវត្តភាពថ្មីៗបន្ថែមទៀតសម្រាប់ការអភិវឌ្ឍធនាគារវឌ្ឍនៈដែលជាផ្ទះជាម្លប់និងជាអនាគតរបស់យើងទាំងអស់គ្នាឲ្យកាន់តែរីកចម្រើនឈានឡើងប្រកបដោយវឌ្ឍនភាពនិងក្លាយជាផ្ទះដ៏កក់ក្ដៅជាម្លប់ដ៏ត្រជាក់និងជាអនាគតដ៏ត្រចះត្រចង់សម្រាប់មហាគ្រួសារយើងទាំងអស់គ្នានេះជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នាធ្វើការឆ្លុះបញ្ចាំងឡើងវិញថាតើរយៈពេល23ឆ្នាំនេះយើងទាំងអស់គ្នាបានធ្វើអ្វីខ្លះសម្រេចបានអ្វីខ្លះតើពេលនេះយើងឈរនៅទីតាំងណាប្រៀបធៀបនឹងដៃគូប្រកួតប្រជែងតើយើងត្រូវកំណត់គោលដៅផែនការឬយុទ្ធសាស្ត្រអ្វីខ្លះទៀតដើម្បីបំពេញចន្លោះខ្វះខាតឬអភិវឌ្ឍសមត្ថភាពខ្លួនស្របតាមការរីកចម្រើននៃកំណើនសេដ្ឋកិច្ចនិន្នាការទីផ្សារនិងការវិវត្តដ៏លឿននៃបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន Mr. Ching អគ្គនាយកប្រតិបត្តិនឹងធ្វើបទបង្ហាញអំពីលទ្ធផលប្រចាំឆ្នាំរបស់ធនាគារជូនអ្នកទាំងអស់គ្នាឲ្យបានជ្រាប23ឆ្នាំមុនយើងបានផ្ដើមចេញពីផ្ទះបុរាណមួយខ្នងដែលមាន2ជាន់ហើយមានបុគ្គលិកត្រឹមតែជាង10នាក់ប៉ុណ្ណោះដោយមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយមនសិការតបស្នងចំពោះសង្គមជាតិនិងការជឿជាក់ថាខ្មែរធ្វើបានភាគទុននឹកនៃធនាគារវឌ្ឍនៈបានបន្តរួមគ្នាបោះទុនវិនិយោគផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ទាំងលើស្តង់ដារគុណភាពធនធានមនុស្សនិងការពង្រីកអគារសាខាកាន់តែច្រើនឡើងក្នុងគោលដៅពង្រីកឲ្យដល់គ្រប់រាជធានីខេត្តទូទាំងប្រជាជាតិកម្ពុជានិងប្រែក្លាយធនាគារវឌ្ឍនៈជាធនាគារក្នុងស្រុកស្តង់ដារអន្តរជាតិឈានមុខគេដែលប្រកាន់ភ្ជាប់ជានិច្ចនៅភាពស្មោះត្រង់ជំនាញវិជ្ជាជីវៈព្រមទាំងការអនុវត្តច្បាប់និងបទបញ្ញត្តិជាធរមានហើយមានការគ្រប់គ្រងហានិភ័យច្បាស់លាស់ស្របតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជាអរគុណសន្តិភាពដោយគិតមកដល់បច្ចុប្បន្នធនាគារវឌ្ឍនៈបានរីកដុះដាលរហូតមានសាខាសរុបចំនួន41នៅតាមបណ្ដារាជធានីខេត្តចំនួន23នៃប្រជាជាតិកម្ពុជាក្នុងនោះ15សាខាមានទីតាំងនៅរាជធានីភ្នំពេញនិង26សាខាទៀតនៅតាមបណ្ដាខេត្តដោយសំណង់អគារសាខានីមួយៗសុទ្ធសឹងតែធំរឹងមាំនិងខ្ពស់ស្កឹមស្កៃជាងគេដែលត្រូវបានសាងសង់ឡើងក្រុមទុនវិនិយោគផ្ទាល់ខ្លួនរបស់ភាគទុននឹកទាំងអស់ដោយឡែកខេត្តពីរទៀតក៏មានអគារសាខាដែលបាននឹងកំពុងសាងសង់ហើយគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការក្នុងពេលខាងមុខនេះជាមួយនឹងអគារសាខាថ្មីនៅទីតាំងជាច្រើនកន្លែងផ្សេងទៀតនៅតាមបណ្ដារាជធានីខេត្តទាំង25ដែលគ្រោងនឹងដាក់ឲ្យដំណើរការជាបន្តបន្ទាប់នៅគ្រប់ច្រកល្ហកទូទាំងប្រជាជាតិកម្ពុជាពេលនេះយើងមានអគារស្តង់ដារខ្ពស់និងមានកេរ្តិ៍ឈ្មោះល្អក្រុមវឌ្ឍនៈក្រុមដែលទទួលបានការជឿជាក់យ៉ាងខ្លាំងលើស្តង់ដារនិងគុណភាពក្នុងទីផ្សារដូចនេះយើងក៏ត្រូវមានធនធានល្អដែលមានភាពស្មោះត្រង់ទេពកោសល្យសមត្ថភាពនិងឆន្ទៈខ្ពស់ផងដែរដែលអាចសាមគ្គីគ្នាទម្លុះរនាំងឧបសគ្គទាំងឡាយជំរុញការអភិវឌ្ឍរបស់ធនាគារវឌ្ឍនៈឲ្យកាន់តែរីកចម្រើនរឹងមាំដើម្បីយើងទាំងអស់គ្នាអាចទទួលបានផ្លែផ្ការីកចម្រើន
និងមានអនាគតត្រចះត្រចង់ផងដើម្បីឆ្លើយតបឲ្យសមទៅនឹងការគ្រប់គ្រងនិងការលះបង់ទាំងកម្លាំងកាយចិត្តពេលវេលានិងធនធានរបស់ភាគទុននិកទាំងអស់វិញផងដើម្បីឆ្លើយតបទៅនឹងការគ្រប់គ្រងតាំងពីដើមរៀងមករបស់អតិថិជនផងនិងដើម្បីបន្តចូលរួមតបស្នងដល់សង្គមជាតិវិញផងដែលក្នុងស្មារតីខ្មែរតែមួយនិងខ្មែរស្រឡាញ់ខ្មែរថ្មីត្បិតភាគទុននិកមានការបដិញ្ញាចិត្តដ៏មោះមុតក្នុងការវិនិយោគសម្រាប់ការបោះជំហានទៅមុខជាមួយនឹងការចាក់ឫសកាន់តែជ្រៅនិងកាន់តែរឹងមាំតែទោះជាយ៉ាងណាជោគជ័យនិងវឌ្ឍនភាពរបស់ធនាគារវឌ្ឍនៈគឺទាមទារចាំបាច់ឲ្យមានការចូលរួមពីយើងទាំងអស់គ្នាតែជាកងទ័ពស្រួចជួលមុខចុះប្រយុទ្ធផ្ទាល់ក្នុងសមរភូមិទីផ្សារដោយត្រូវតែបន្តខិតខំអភិវឌ្ឍសមត្ថភាពខ្លួននិងស្ថាប័នហើយត្រូវបន្តសហការសាមគ្គីគ្នាជាធ្លុងមួយនិងមានឆន្ទៈរួមគ្នាក្នុងការដណ្ដើមយកប្រៀបឈ្នះនិងចាប់យកកលានុវត្តភាពថ្មីក្នុងទីផ្សារឲ្យបានលឿននិងបានមុនគេធំឬទូចមិនមែនជាកត្តាកំណត់ឈ្នះឬចាញ់ទេតែបើយឺតច្បាស់ជាចាញ់គេហើយដូចនេះបើយើងទូចហើយចង់ឈរជើងនៅទីផ្សារឲ្យរឹងមាំនិងខ្លាំងជាងគូប្រកួតប្រជែងធំជាងនោះលុះត្រាតែយើងរត់បានលឿនជាងគេគិតបានឆ្ងាយជាងគេធ្វើបានល្អជាងគេមានភាពលេចធ្លោជាងគេនឹងអាចធ្វើឲ្យអតិថិជនទទួលបានអារម្មណ៍កក់ក្ដៅនិងទទួលបានការយកចិត្តទុកដាក់ជួយជ្រោមជ្រែងពីយើងច្រើនជាងគេបច្ចុប្បន្នទីផ្សារកាន់តែចង្អៀតនិងពោពេញដោយការប្រកួតប្រជែងកាន់តែខ្លាំងបច្ចេកវិទ្យាទៅមុខកាន់តែលឿនរហ័សហើយពេលវេលាមិនចាំយើងទេឯឱកាសក៏មិនមានច្រើនដែរយើងម្នាក់ចាំបាច់ត្រូវតែមានស្មារតីភ្ញាក់រលឹកដាស់តឿនខ្លួនឯងនិងមានស្មារតីបរិយាកម្មជាប់ជានិច្ចមិនអាចបណ្តែតបណ្ដោយខ្លួនបានទេខ្វះខាតចំណុចណាត្រូវខិតខំកែលម្អចំណុចនោះភ្លាមពំនោះសោតយើងនឹងដើរថយក្រោយហើយនឹងនៅក្រោយគេកាន់តែឆ្ងាយទៅជាមិនខានស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានវាយតម្លៃរួមថាកំពុងស្ថិតក្នុងភាពមិនប្រកបប្រជាកាន់តែខ្ពស់គួរឲ្យបារម្ភដោយសារភាពរង្គោះរង្គើនៃប្រព័ន្ធពាណិជ្ជកម្មសកលដែលជាក្បាលម៉ាស៊ីននៃកំណើននៃផលិតភាពការកើនឡើងនៃប្រព័ន្ធគាំពារនិយមនិងការដាក់ចេញគោលនយោបាយពន្ធគយបដិការរបស់សហរដ្ឋអាមេរិកជាដើមទោះបីជាយ៉ាងណាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានវាយតម្លៃថាសេដ្ឋកិច្ចពិភពលោកមិនធ្លាក់ចុះខ្លាំងទេគឺមានកំណើន 3.2% ក្នុងឆ្នាំ2025និង 3.1% ក្នុងឆ្នាំ2026ដោយឡែកសម្រាប់សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ក្នុងកំណើន 5.2% ក្នុងឆ្នាំ2025និង 5% ក្នុងឆ្នាំ2026ក្នុងន័យនេះដើម្បីឆ្លើយតបនឹងហានិភ័យជាយថាហេតុក្នុងពេលបច្ចុប្បន្ននិងដើម្បីជំរុញកំណើនក្នុងពេលអនាគតខ្ញុំសូមផ្ដល់អនុសាសន៍គន្លឹះមួយចំនួនជូនដល់ថ្នាក់ដឹកនាំនិងបុគ្គលិកធនាគារគ្រប់ជាន់ថ្នាក់ទាំងអស់ដើម្បីជាការតម្រង់ទិសដូចខាងក្រោម 1. ស្ថិតក្នុងបរិយាកាសនៃស្ថានភាពសេដ្ឋកិច្ចសកលដ៏ផុយស្រួយប្រកបដោយភាពមិនប្រកបប្រជាកាន់តែខ្ពស់បែបនេះយើងត្រូវខិតខំពង្រឹងទាំងប្រសិទ្ធភាពការងារនិងប្រសិទ្ធភាពចំណាយដោយឈរលើអភិក្រមពង្រឹងជាជាងពង្រីកការសម្រេចភារកិច្ចតាមគោលដៅត្រូវតែលឿនរហ័សនិងមានប្រសិទ្ធភាពខ្ពស់ការវិនិយោគត្រូវតែមានភាពល្អិតល្អន់ហើយការចាយវាយត្រូវឲ្យចំគោលដៅជៀសវាងការខ្ជះខ្ជាយទាំងពេលវេលានិងធនធាន 2. ត្រូវដើរឲ្យទាន់ទីផ្សារនិងការវិវត្តនៃបច្ចេកវិទ្យាដើម្បីបង្កើតផលិតផលហិរញ្ញវត្ថុថ្មីដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារនិងអាចជួយជំរុញការវិនិយោគរបស់វិស័យឯកជនជាពិសេសសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដែលមានសក្តានុពលខ្ពស់និងមានផែនការអាជីវកម្មច្បាស់លាស់ 3.
បន្តពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័នជាប់ជាប្រចាំដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យសីលធម៌វិជ្ជាជីវៈប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពត្រូវមានការញាក់រលឹកជាប់ជាប្រចាំក្នុងស្មារតីទទួលខុសត្រូវនិងបរិយាកម្មសម្រាប់ការអភិវឌ្ឍខ្លួនតាមរយៈការរៀនពីខ្លួនឯងវាយតម្លៃខ្លួនឯងកែតម្រូវខ្លួនឯងនិងជំរុញខ្លួនឯងដោយសុភាសិតពោលថាចេះមកពីរៀនមានមកពីរក 4. រៀនគិតឲ្យបានធំទូលាយនិងគ្រប់ជ្រុងជ្រោយសម្រាប់ការកំណត់គោលដៅផែនការយុទ្ធសាស្ត្រឯការអនុវត្តត្រូវមានភាពល្អិតល្អន់ហ្មត់ចត់ដោយត្រូវគិតនិងរៀបចំនៅជំហានដើរសម្រាប់សកម្មភាពគន្លឹះនីមួយៗបានច្បាស់លាស់ទៅតាមលំដាប់អតិភិបហើយខិតខំដោះស្រាយបញ្ហាប្រឈមឲ្យចំគោលដៅឲ្យលឿនឲ្យលះបើស្ទះត្រូវសុំគោលការណ៍ពីថ្នាក់ដឹកនាំការកំណត់គោលដៅនិងការរៀបចំផែនការយុទ្ធសាស្ត្របានល្អប្រៀបបាននឹងការរៀបចំផែនទីចង្អុលផ្លូវមួយដ៏ច្បាស់លាស់ដែលងាយស្រួលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ 5. ការប្រឹងកាន់តែខ្លាំងទើបយើងកាន់តែរឹងមាំពេលជួបឧបសគ្គឬការលំបាកបើយើងមិនបោះបង់ហើយមិនដួលរលំនោះយើងនឹងទៅមុខកាន់តែរឹងមាំនិងកាន់តែមានភាពធន់លទ្ធផលទទួលបានយ៉ាងណាសុទ្ធសឹងជាមេរៀនដ៏ល្អនិងជាបទពិសោធន៍ដ៏មានតម្លៃដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទោះមិនទាន់ដល់គោលដៅតែក៏អាចទៅមុខដែរដូចនេះឲ្យតែយើងប្រឹងជាប់ជាប្រចាំនោះយើងគង់តែនឹងទៅដល់គោលដៅជាក់ជាមិនខាន 6. បន្តពង្រឹងស្មារតីការងារជាក្រុមមេទ័ពដែលខ្លាំងពូកែគឺព្រោះតែមានកងទ័ពដ៏ខ្លាំងពូកែមានសមត្ថភាពតស៊ូជាមួយគ្នាមានទស្សនៈវិស័យមួយរួមនិងជឿលើសុបិនមួយរួមដើម្បីសម្រេចគោលដៅរួមដូចនេះយើងត្រូវតែខិតខំប្រឹងពង្រឹងសមត្ថភាពចំណេះជំនាញនិងត្រូវមានអត្តចរិតល្អចេះធ្វើការជាក្រុមនិងចេះជួយគ្នាទៅវិញទៅមកដើម្បីសម្រេចបាននៅបំណងប្រាថ្នារួមមុននឹងបញ្ចប់តាំងនាមឲ្យក្រុមប្រឹក្សាពិបាលនៃធនាគារវឌ្ឍនៈទាំងមូលខ្ញុំសូមថ្លែងអំណរគុណដល់ភាគទុនដឹកទាំងអស់ដែលតែងតែជឿទុកចិត្តលើការដឹកនាំរបស់គណៈគ្រប់គ្រងទាំងអស់គ្នាតាំងពីដើមរៀងមកហើយក៏សូមសម្ដែងនៅការកោតសរសើរជាមួយនឹងការអរគុណដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសហការីនិងសហសេវកទាំងអស់នៃមហាគ្រួសារធនាគារវឌ្ឍនៈដែលបានតាំងចិត្តបដិញ្ញាខិតខំបំពេញការងារនិងប្រឹងប្រែងជំនះរាល់ឧបសគ្គទូចធំដើម្បីដោយមិនគិតពីភាពនឿយហត់នាពេលកន្លងមកខ្ញុំសូមជូនពរដល់អ្នកអង្គការក្រុមប្រឹក្សាពិបាលសហសេវកនិងសហការីនៃមហាគ្រួសារធនាគារវឌ្ឍនៈព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ទាំងអស់សូមបានសំប្រកបដោយសុខភាពល្អបរិបូរណ៍សុភមង្គលក្នុងក្រុមគ្រួសារនិងជោគជ័យគ្រប់ប្រការជានិច្ចនិរន្តរ៍យើងបដិញ្ញាបន្តខិតខំដើម្បីភាពរឹងមាំនៃធនាគារវឌ្ឍនៈសូមអរគុណ